សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឺជាអ្នកផ្សាយអេសុននីនៃក្រុងសង់ជូដែលនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូថ្ងៃនេះខ្ញុំនឹងប្រាប់ព័ត៌មានជាមូលដ្ឋានដែលចាំបាច់ខ្លាំងសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមជីវិតថ្មីនៅសង់ជូប្រសិនបើលោកអ្នកស្នាក់នៅកូរ៉េចាប់ពី90ថ្ងៃឡើងត្រូវចុះឈ្មោះជនបរទេសជាចាំបាច់អ្នកដែលរស់នៅសង់ជូសូមមកចុះឈ្មោះនៅសាខាគូមីនៃការិយាល័យគ្រប់គ្រងចេញចូលនឹងជនបរទេសដែលគូនៅទីនោះក៏អាចធ្វើការពន្យាពេលស្នាក់នៅនិងកិច្ចការទិដ្ឋាការបានដែរមុននឹងមកសូមកក់ការណាត់ជួបជាមុនជាដាច់ខាតបន្ទាប់ពីចុះឈ្មោះជនបរទេសរួចសូមរាយការណ៍ការផ្លាស់ប្ដូរទីលំនៅនៅមជ្ឈមណ្ឌលសុខមាលភាពរដ្ឋបាលនៃតំបន់ដែលកំពុងរស់នៅក្រុងសង់ជូមានមជ្ឈមណ្ឌលសុខមាលភាពរដ្ឋបាលនៅគ្រប់អព្យាន្ទនិងដងទាំង24កន្លែងដែលអ្នកអាចចុះឈ្មោះទីលំនៅស្នើសុំឯកសារបញ្ជាក់និងទទួលការណែនាំរដ្ឋបាលជាមូលដ្ឋានសម្រាប់ជីវិតប្រចាំថ្ងៃនៅក្រុងសង់ជូមានគ្លីនិកក្បែរផ្ទះមន្ទីរពេទ្យនិងបន្ទប់សង្គ្រោះបន្ទាន់ច្រើនជនបរទេសក៏អាចប្រើសេវាពេទ្យបានដែរបន្ទាប់ពីស្នាក់នៅរយៈពេលជាក់លាក់និងមានសិទ្ធិចូលរួមធានារ៉ាប់រងសុខភាពជាតិជួយកាត់បន្ថយថ្លៃព្យាបាលខ្លាំងក្រុងសង់ជូភាគច្រើនប្រើរថយន្តក្រុងនិងដើរថ្មជាមូលដ្ឋានបើពិនិត្យជាមុននៅខ្សែរថយន្តក្រុងនិងពេលវេលាធ្វើដំណើរតាមទីតាំងក្រុមហ៊ុនអន្តេវាសិកដ្ឋាននិងផ្ទះជីវិតនឹងកាន់តែងាយស្រួលខ្លាំងព័ត៌មានខ្សែរថយន្តក្រុងនិងការវិភាគនៅគេហទំព័រផ្លូវការរថយន្តក្រុងសង់ជូការចាប់ផ្ដើមថ្មីនៅសង់ជូព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច